ដោះស្រាយបញ្ហាកូនទល់លាមកបានដោយវិធី7យ៉ាងសួស្តីម៉ាក់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel កូនខ្ញុំថ្ងៃនេះកូនខ្ញុំនឹងលើកយកប្រធានបទមួយដែលនិយាយអំពីបញ្ហាកូនទល់លាមកទៀតហើយមកចែករំលែកដល់ម៉ាក់ទាំងអស់គ្នាជារឿយៗចលនាពោះវៀនរបស់ទារកគឺត្រូវការពេលយូរតម្រាំជុះចេញមកម្ដងជួនកាលអូន2-3ថ្ងៃឬក៏អាចលើសពី1សប្ដាហ៍ទៅបើអូនជុះម្ដងដូចនេះម៉ាក់ប៉ាមិនចាំបាច់បារម្ភពេកទេប៉ុន្តែពេលខ្លះទារកតុយៗក៏អាចជួបនឹងបញ្ហាទល់លាមកផងដែរពេលអូនទល់លាមកយើងអាចដោះស្រាយបានដោយប្រើតិចនិច7យ៉ាងងាយៗខាងក្រោមនេះទី1គឺហាត់ប្រាណម៉ាក់ប៉ាអាចធ្វើចលនាជើងកូនដោយពេលយើងជិះកង់អញ្ចឹងការធ្វើបែបនេះអាចជួយដល់ដំណើរការរបស់ពោះវៀននិងសម្រួលដល់បញ្ហាទល់លាមករបស់អូនបានទី2គឺងូតទឹកក្តៅការងូតទឹកក្តៅកូនអាចជួយបន្ធូរសាច់ដុំពោះអូនបាននិងជួយសម្រួលដល់ភាពមិនសំណុកសុខស្រួលបង្កដោយទល់លាមកបានទី3ផ្លាស់ប្ដូររបបអាហារតិចនិចនេះអាចជួយដល់បញ្ហាទល់លាមកតែវាគឺអាស្រ័យទៅលើនឹងទារកនឹងដែរសម្រាប់ទារកបើដល់ម្ដាយម៉ាក់អាចបោះបង់អាហារមួយចំនួនដូចជាផលិតផលធ្វើពីទឹកដោះគោជាដើមអាហារមួយចំនួនអាចប៉ះពាល់ទៅដល់ទឹកដោះម្ដាយចំពោះទារកដែលបើទឹកដោះគោម៉ាក់ប៉ាអាចផ្លាស់ប្ដូរចង់ផ្លាស់ប្ដូររូបមន្តម្សៅទឹកដោះគោផ្សេងទៀតក៏បានបើអូនបើទឹកដោះគោមិនត្រឹមត្រូវម៉ាក់ប៉ាចង់បដូរទៅប្រើទឹកដោះគោម៉ាក់ផ្សេងវិញឬក៏ទឹកដោះពពែជាដើមគួរនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញកុមារសិនទី4រក្សាជាតិទឹកអូនតូចគាត់មិនត្រូវការជាតិទឹកដូចយើងមនុស្សធំច្រើនទេដោយសារតែអូនទទួលវាបានពីទឹកដោះម្ដាយឬទឹកដោះគោនឹងរួចហើយប៉ុន្តែចំពោះទារកមានបញ្ហាទល់លាមកអាចត្រូវការជាតិទឹកបន្ថែមដូចនេះទើបអ្នកជំនាញកុមារគាត់ណែនាំឲ្យប៉ាម៉ាក់បន្ថែមទឹកឬទឹកផ្លែឈើឲ្យកូនបើទល់លាមកចំពោះទារកចាប់ពី2ទៅ4ខែឡើងទៅទី5គឺម៉ាស្សាពេលកូនទល់លាមកយើងអាចនឹងប្រើវិធីម៉ាស្សាជាច្រើនជួយសម្រួលដល់បញ្ហាកូនបានដូចជាទី1ប្រើម្រាមដៃគូជារង្វង់តាមតនិចនាឡិកាលើពោះកូនទី2គឺប្រើចុងម្រាមដៃអូសពីឆ្អឹងជនីកូនចុះក្រោមផុតផ្សិតជាដើមទី6គឺទឹកផ្លែឈើក្រោយអូនអាយុពី2ទៅ4ខែម៉ាក់ប៉ាអាចប្រើទឹកផ្លែឈើដើម្បីជួយឲ្យអូនជុះមកវិញប៉ុន្តែមុននឹងឲ្យកូនញ៉ាំទឹកផ្លែឈើនឹងជាលើកដំបូងត្រូវពិគ្រោះជាមួយនឹងគ្រូពេទ្យសិនទៅល្អទី7យកកម្ដៅតាមគូតពេលកូនទល់លាមកម៉ាក់ប៉ាប្រើតែមួយម៉ាក់ស្អាតយកកម្ដៅតាមគូតអូនក៏អាចជួយកូនពីបញ្ហានេះបានដែរតែមិនត្រូវធ្វើវាច្រើនដងពេកទេព្រោះវាអាចធ្វើឲ្យទល់លាមកកាន់តែយ៉ាប់លើសដើមហើយបន្ថែមពីលើនេះលោកស្រីវិជ្ជបណ្ឌិតឈ្មោះកុសលកនិកាគាត់ក៏បានណែនាំពីដំណោះស្រាយបញ្ហាទល់លាមកលើក្មេងខ្លះដែរដូចជាទី1កុំបន្ថយម្សៅទឹកដោះគោព្រោះអាចបណ្ដាលឲ្យកូនខ្វះសារធាតុចិញ្ចឹមនិងវីតាមីនបានទី2ឲ្យកូនផឹកទឹកឲ្យបានច្រើនទី3សាកល្បងបដូរពីរបបអង្គធម្មតាមកអង្គសម្រូបវិញចំពោះទារកញ៉ាំអាហាររឹងបានទី4ប្រើសាច់ត្រីជំនួសសាច់រឹងចំពោះទារកញ៉ាំអាហាររឹងបានក្នុងករណីដែលអ្នកមានសំណួរឬក៏មន្ទិលសង្ស័យជុំវិញនឹងសុខភាពកូនអ្នកគួរតែយកគាត់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យវាជាជម្រើសល្អបំផុតហើយជាចុងក្រោយក៏សូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់សូមជួយចុច Subscribe ផងដែរដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត